សូមជូនរឿងលួចស្នេហ៍លោកស្វាមីភាគទី6ផ្ការយលំអងព្រឹកព្រលឹមស្រាងបានបញ្ចេញពន្លឺព្រះអាទិត្យចាំងផ្លាតមកកាន់ភូមិគ្រឹះដ៏ស្ដុកស្ដម្ភមួយដែលតុបតែងបែបរចនាបថលោកខាងលិចទិដ្ឋភាពដ៏ស្រស់ស្អាតអមជាមួយសួនផ្កាចម្រុះពណ៌សាយភាយក្លិនក្រអូបជាទីសែនមនោរម្យបុរសម្នាក់កំពុងគេងស្ដុកស្ដឹងនៅលើគ្រែគេងមួយនៅក្នុងបន្ទប់យ៉ាងធំទូលាយរៀបចំប្រកបដោយប្រណិតភាពជាមួយនឹងពណ៌សដែលតំណាងដោយភាពស្មោះត្រង់បរិសុទ្ធជាគោលអ្នកកំឡោះកំរើកត្របកភ្នែករឹមមុននឹងបើកភ្នែកសម្លឹងមើលទិដ្ឋភាពជុំវិញគំហើញរបស់គេលើកដំបូងក៏ប្រទះនឹងនារីស្លៀករ៉ូបពណ៌សបួងសក់ឡើងលើអស់បង្ហាញសម្រស់ល្អឯកបង្អួតភ្នែកគេបងនឹងខ្លួនហើយមែនទេនីតាដែលកំពុងអង្គុយនៅលើគ្រែគេងមួយនោះនិយាយទាំងញញឹមត្រេកអរវិធានយកដៃញីភ្នែកតែសតិរបស់ខ្លួនព្រោះទិដ្ឋភាពនៅក្នុងបន្ទប់នេះមិនមែននៅក្នុងភូមិគ្រឹះគ្រួសារនីតាឬភូមិគ្រឹះរបស់នីតាដែលគេកំពុងរស់នៅឡើយនេះនាងនាំខ្ញុំមកកន្លែងណានឹងប្រយុទ្ធដំបងរបស់វិធានសួរទៅកាន់នីតាបន្ទាប់ពីស្វាងសន្លប់ជាច្រើនម៉ោងទីនេះក៏ជាផ្ទះរបស់យើងដែរណាបងវិធានដកដង្ហើមធំហួសចិត្តមិនដឹងថាភរិយាសំអប់របស់ខ្លួនមានផ្ទះសរុបចំនួនប៉ុន្មានទេដែលគ្រាន់តែរៀបការបានតែមួយរយៈសោះបដូរផ្ទះអស់ចំនួន3រួចទៅហើយគេមិនខ្វល់នឹងនីតាសោះវិធានចាប់ផ្ដើមក្រោបឈរដើរទៅបើកវាំងននបង្អួចដើម្បីឲ្យត្រូវពន្លឺព្រះអាទិត្យបានស្រឡះមុខស្រឡះមាត់ខ្លះប៉ុន្តែគេស្រាប់តែលន់មាត់សួរនីតាម្ដងទៀតថានេះពួកយើងកំពុងនៅឯណាហ្នឹងទីនេះដូចជាមិនមែននៅក្នុងស្រុកខ្មែរទីនេះជាភូមិគ្រឹះរបស់យើងនៅក្នុងទីក្រុងឡុងចក្រភពអង់គ្លេសវិធានបែរមុខមកកាន់នីតាដែលកំពុងអង្គុយនៅលើគ្រែទាំងបើកភ្នែកធំការពិតខ្ញុំមិនមែនគេងលក់ទេគឺខ្ញុំសន្លប់បាត់បង់ស្មារតីនេះនាងបានធ្វើអីខ្លះហ្នឹងមិនបាច់ចង់ដឹងថាអូនបានធ្វើអីខ្លះដាក់បងទេអូនគ្រាន់តែចង់នាំស្វាមីមកក្រេបច័ន្ទទឹកឃ្មុំក្រៅរៀបការរួចតែប៉ុណ្ណោះនៅទីនេះគ្មានអ្នកណាមករំខានជីវិតអាពាហ៍ពិពាហ៍របស់យើងទៀតទេនាងនៅតែម្នាក់ឯងចុះខ្ញុំនឹងត្រឡប់ទៅប្រទេសដើមវិញលិខិតឆ្លងដែនរបស់បងការធនាគារអូនបានដកហូតអស់ហើយបងមិនអាចទៅណាបានទេបងត្រូវតែនៅទីនេះជាមួយអូនហើយពេលត្រឡប់ទៅវិញក៏ត្រូវទៅជាមួយអូនដែរណាឆានីតាខ្ញុំពិតជានឿយណាយជាមួយនាងខ្លាំងណាស់បងគ្មានជំរឿនទេបងត្រូវតែគោរពតាមកិច្ចសន្យារបស់យើងឆាប់ទៅផ្លាស់សម្លៀកបំពាក់ទៅប្តីសម្លាញ់ពួកយើងត្រូវចាប់ផ្ដើមចំណាយពេលដំណើរកម្សាន្តជាមួយគ្នាហើយណានីតាញញឹមចុងមាត់ឬដងដាក់វិធានដែលជាមនុស្សតច្រកវិធានយកព្រមធ្វើតាមនីតាទាំងបង្ខំចិត្តរថយន្តស៊េរីទំនើបពណ៌ខ្មៅមួយគ្រឿងបើកបរដោយកញ្ញារូបស្រស់ឆានីតាកំពុងធ្វើដំណើរជុំវិញទីក្រុងឡុងបុរសជាស្វាមីដែលនៅក្បែរនាងក៏លាន់មាត់ថានាងឧស្សាហ៍មកលេងទីនេះណាមែនទេគឺអូនធ្លាប់រៀននៅទីនេះហើយពីមុនក៏អាសាឡើងមកលេងច្រើនដងដែរតែមួយរយៈចុងក្រោយនេះរវល់ខ្លាំងទើបតែបានឆ្លៀតមកជាមួយបងនឹងណានីតានិយាយតែងាកមកញញឹមដាក់ស្វាមីវិធានញញឹមស្ងួតដាក់នាងវិញបងធ្លាប់មកទីនេះពីមុនដែរទេមិនធ្លាប់ទេជីវិតកូនអ្នកក្រគ្មានលទ្ធភាព enjoy life នៅស្រុកក្រៅដូចជាកូនសេដ្ឋីទេការពិតទៅអូនក៏ជាអ្នកក្រដែរហើយក៏ខ្វះខាតដូចតែគ្នានឹងវិធាន
ជ្រួញចិញ្ចើមបន្តិចហើយក៏និយាយថាជប់លេងសើចទៅមនុស្សដូចនាងគ្មានស្គាល់ទុកលំបាកអ្នកក្រីក្រទេអត់ទេអូនក៏ជាអ្នកក្រខ្វះខាតមែនណាគឺខ្វះក្តីស្រឡាញ់ពីបង នីតាសើចដាក់វិធាននិយាយតបដោយសើចហួចចិត្តផ្ដេសផ្ដាស់មែននេះមិនដឹងថាខ្ញុំជាបរិសុទ្ធទីប៉ុន្មានទេដែលនាងញ៉ៃញ៉ងបែបនេះនោះអត់ទេគ្មានសោះឡើយមានតែបងម្នាក់គត់វិធានសម្លឹងមើលមុខនីតាផ្លឹកហើយក៏លួចឧទាននៅក្នុងចិត្តរបស់ខ្លួននីតានាងមិនមែនជាមនុស្សដែលគួរឲ្យស្អប់នោះទេនាងគ្រាន់តែខុសព្រោះស្រឡាញ់ខ្ញុំតែប៉ុណ្ណោះសឹករថយន្តក៏ឈប់ងក់នៅចំពីមុខភោជនីយដ្ឋានដ៏ទំនើបមួយកន្លែងដល់កន្លែងញ៉ាំអីហើយតោះបងសម្លាញ់ពួកគេបានបណ្ដាលគ្នាចូលទៅកាន់ភោជនីយដ្ឋានមួយនោះក៏បានប្រទះនឹងបុរសរូបសង្ហារាងខ្ពស់ស្រឡះមុខមាត់ដូចជាអាស៊ីកាត់អឺរ៉ុបម្នាក់តែងខ្លួនស្អាតបាតស្ទុះមកចិត្តពួកគេតាំងពីរួចក៏លាត់មកថាសួស្ដីកញ្ញានីតានៅចាំខ្ញុំបានអត់វិធានធ្វើភ្នែកលេងឡំចំណែកឯនីតាក៏ស្ទុះទៅក្រសោបខ្លួនបរោះម្នាក់នៅបន្តិចជាការគួរសមរួចក៏លាត់មកថាអូម៉ាដេសរីករាយដែលបានជួបលោកសុខសប្បាយដែរទេសុខណាស់ព្រោះបានជួបនីតាម៉ាដេសញញឹមចុងមាត់ហើយក៏រេភ្នែកមកកាន់វិធានដែលឈរទន្ទឹមនឹងនីតាបង្កប់ដោយចម្ងល់នីតាឃើញបែបនេះនាងក៏និយាយថាម៉ាដេសនេះជាស្វាមីរបស់ខ្ញុំឈ្មោះបងវិធានម៉ាដេសលន់មាត់យ៉ាងស្រងាក់ចិត្តហានីតារៀបការរួចហើយហេតុអ្វីខ្ញុំមិនដឹងសោះអញ្ចឹងគឺខ្ញុំរៀបការបានមួយរយៈហើយដោយសារតែខ្ញុំរៀបការនៅប្រទេសកំណើតទើបមិនបានអញ្ជើញមិត្តនៅក្រៅប្រទេសឲ្យចូលរួមព្រោះមិនចង់រំខានម៉ាដេសញញឹមស្ងួតហើយក៏និយាយថាតោះបើជ្រោយជាមាននិស័យបានជួបគ្នានៅទីនេះហើយខ្ញុំសូមអញ្ជើញនីតានិងស្វាមីទទួលទានអាហារជុំគ្នាចុះចាត់ទុកជាការជប់លៀងអបអរសាទរជូនគូស្វាមីភរិយារបស់អ្នកទាំងពីរចុះនិយាយរួចម៉ាដេសដើរបណ្ដានីតាទៅមុនបាត់បន្សល់ទុកឲ្យស្វាមីដើរតាមក្រោយនេះខ្ញុំជាប្តីរបស់នាងឬអាមសៀននោះជាប្តីរបស់នាងឲ្យប្រកាសដើរបណ្ដាគ្នាយ៉ាងរំភើយធ្វើដូចជាខ្ញុំគ្មានរូបរាងអីសោះវិធានលួចឧទានក្នុងចិត្តម្នាក់ឯងនេះនីតាសាក់ញ៉ាំប៉ាស្តានៅទីនេះម្ដងមើលរសជាតិយ៉ាងណាដែរម៉ាដេសនិយាយទាំងចាប់ប៉ាស្តាដាក់ក្នុងចានអាហាររបស់នីតាដោយមិនខ្វល់ពីស្វាមីរបស់គេដែលកំពុងអង្គុយចិត្តចាអរគុណវិធានឃើញបែបនេះជ្រុញចិញ្ចាមហើយក៏ចាប់យកស្ប៉េហ្គាទីពីក្នុងចានរបស់គេមកបញ្ចុកនីតាភ្លាមអូនសម្លាញ់ញ៉ាំស្ប៉េហ្គាទីនេះមើលឆ្ងាញ់ណាស់ណាបងដឹងថាអូនប្រកាសជាចូលចិត្តជាមិនខានទេនីតាភាំងនឹងកាយវិការរបស់វិធានចម្លែកខុសរាល់ដងព្រោះនេះជាលើកទី1ហើយដែលគេហៅនាងថាអូនហើយនេះក៏ជាលើកដំបូងដែរគេយកចិត្តទុកដាក់ជាមួយនាងនីតាញញឹមហើយហាមាត់ទទួលទានអាហារដែលស្វាមីបញ្ចុកយ៉ាងម៉េចដែរឆ្ងាញ់ទេអូនឆ្ងាញ់ណាស់បងបើអញ្ចឹងអូនញ៉ាំអាហារចានបងទៅចំណែកអាហារក្នុងចានអូនទុកឲ្យបងជាអ្នកញ៉ាំវិញនិយាយរួចវិធានប្រញាប់បដូរចានរបស់ខ្លួនជាមួយនឹងភរិយាដោយមិនរងចាំការយល់ព្រមពីនាងឡើយម៉ាដេសឃើញបែបនេះក៏រៀងសង្ហាចិត្តដែរមើលញ៉ាំប្រឡាក់មាត់អស់ហើយចាំបងជូតឲ្យណានិយាយរួចវិធានយកក្រដាសមកអោនជូតមាត់របស់នីតាទាំងផ្ទៃមុខរបស់អ្នកទាំងពីរនៅចិត្តគ្នាយ៉ាងខ្លាំងក្រអូបណាស់ប្រពន្ធបងសុកវិធានស្ទុះមកថោកថ្ពាល់នីតាមួយខ្សើតធ្វើឲ្យភរិយាភ្ញាក់នឹងសកម្មភាពរបស់គេជាខ្លាំងបន្ទាប់ពីទទួលទានអាហាររួចរាល់ម៉ាដេសក៏លានីតាចាកចេញទៅសង្សារចាស់របស់នាងមែនទេវិធាននិយាយតាំងពេបមកដាក់នីតាមិនមែនទេគេជាមិត្តភក្តិរបស់អូនកាលពីនៅរៀនសាកលវិទ្យាល័យនៅក្នុងទីក្រុងឡុងនេះស្មានតែសង្សារព្រោះឃើញជួបគ្នាភ្លាម
អោបស្អិតរមូតមិនចេះក្រែងភ្នែកគេឯងនេះគ្រាន់តែជាវប្បធម៌នៃការស្វាគមន៍ពេលជួបគ្នានៅអឺរ៉ុបតែប៉ុណ្ណោះតែនាងជានារីខ្មែរហើយមានស្វាមីរួចរាល់ហើយធ្វើបែបនេះមិនសមទេនីតាញញឹមហើយក៏និយាយថាបងឯងប្រច័ណ្ឌអូនមែនទេគ្មានទេគ្រាន់តែទើសភ្នែកទើបនិយាយឲ្យដឹងខ្លួនខ្លះតែមុននេះចរិតបងឯងប្លែកណាស់សុកយកចិត្តទុកដាក់ជាមួយអូនថែមទាំងថើបអូនទៀតនេះគ្រាន់តែជាការសម្ដែងទេកុំឲ្យថ្ងៃក្រោយអាម្នាក់មនុស្សមករញ៉េញ៉ៃជាមួយប្រពន្ធគេទៀតវិធាននិយាយទាំងមិនហ៊ានមើលមុខនីតាចំប្រៀបដូចជាចង់លាក់អារម្មណ៍មិនចង់ឲ្យនាងដឹងរាត្រីយប់ស្ងាត់ខ្យល់ធ្លាក់ត្រជាក់ខុសធម្មតាគូស្វាមីភរិយាមួយគូនាំគ្នាអង្គុយនៅលើសាឡុងជិតគ្នានៅវេរ៉ង់ដាសម្លឹងមើលផ្ទៃមេឃនិងស្រូបយកខ្យល់អាកាសនាពេលរាត្រីដោយមានភួយដណ្ដប់រៀងខ្លួននីតាដៀងភ្នែកមកមើលស្វាមីរួចចាប់ផ្ដើមការសន្ទនាថាបងសពអូនណាស់មែនទេវិធានភ្ញាក់នឹងប្រយោគសំណួររបស់ភរិយាគេដកដង្ហើមធំបន្តិចហើយក៏និយាយថាមិនបានស្អប់ទេគ្រាន់តែមិនបានស្រឡាញ់តែប៉ុណ្ណោះនីតាញញឹមស្ងួតព្រោះនាងបានដឹងចម្លើយរួចទៅហើយសុំទោសណាដែលឲ្យបងត្រូវមករៀបការជាមួយនឹងអូនបែបនេះមិនបាច់សុំទោសទេព្រោះរឿងនៅលើលោកនេះអ្វីមិនដែលបានមកទទេទេជំពាក់លុយត្រូវសងដោយលុយជំពាក់កម្មត្រូវសងដោយកម្មជារឿងទូទៅទៅហើយមួយសន្ទុះក្រោយមកនីតាក៏ប្រទះនឹងពន្លឺមួយចាំងផ្លាត់នៅលើមេឃនាងក៏លើកដៃចង្អុលហើយនិយាយតិចថានោះជាទេពសយុទ្ធមិនងាយបានឃើញទេណាអូនឮចាស់និយាយថាបើបានឃើញហើយយើងអាចធ្វើការបន់ស្រន់បាននោះបំណងប្រាថ្នារបស់យើងនឹងបានសម្រេចអញ្ចឹងបងចង់បានអីក៏ឆាប់បន់ស្រន់ភ្លាមទៅវិធានក៏ធ្លាប់ឮអំពីជំនឿមួយនេះដែរគេក៏លើកដៃប្រណម្យបិទភ្នែកបួងសួងនៅក្នុងចិត្តថាបើសិនបើខ្ញុំនិងលីនដាមាននិស្ស័យជាមួយនឹងគ្នាសូមឲ្យខ្ញុំបានជួបនាងជាគូជីវិតផងចុះហើយសូមឲ្យនីតាបានជួបនឹងបុរសល្អម្នាក់ដែលស្រឡាញ់និងមើលថែរក្សានាងនៅថ្ងៃមុខចំណែកឯនីតាវិញសម្លឹងមើលមុខវិធានបិទភ្នែកបន់ស្រន់រួចនាងក៏ប្រញាប់បិទភ្នែកលើកដៃប្រណម្យបួងសួងនៅក្នុងចិត្តដែរសូមទេវតាជួយឲ្យខ្ញុំនិងបងវិធានបានជួបគ្នាជាគូជីវិតស្រឡាញ់ស្មោះស្ម័គ្រនឹងគ្នាគ្មានថ្ងៃប្រែលុះថ្ងៃសូន្យប្រាណមិនថាថ្ងៃមុខមានរឿងអ្វីកើតឡើងក៏ដោយក៏ក្តីស្រឡាញ់របស់អូននៅជាមួយបងជានិរន្តរ៍បំណងប្រាថ្នាបញ្ច្រាស់គ្នារបស់គូស្វាមីភរិយានេះអាចនឹងធ្វើឲ្យមានភាពសំញាំសម្រាប់ទេវតានៅក្នុងការកាត់ក្តីនេះព្រះអាទិត្យបញ្ចេញពន្លឺចែងចាំងពេញផ្ទៃមេឃាប៉ុន្តែបរិយាកាសត្រជាក់ស្រេតឈៀបដល់បេះដូងរហូតដល់ដាស់ដំណេករបស់គូស្វាមីភរិយានីតាចាប់ផ្ដើមបើកភ្នែកតិចក៏ប្រទះថាខ្លួនរបស់នាងមិនបានកំពុងគេងនៅលើសាឡុងនោះទេគឺនាងកំពុងគេងនៅលើគ្រែរបស់នាងនេះមានន័យថាកាលពីយប់មិញស្វាមីរបស់នាងបានបីនាងមកដាក់នៅលើនេះអ្វីដែលចម្លែកនោះគឺពេលនេះនាងកំពុងគេងនៅក្នុងរង្វង់ដៃរបស់វិធាននីតាភ្ញាក់ព្រឺតស្ទុះយកដៃអង្អែលផ្ទៃមុខស្វាមីដែលកំពុងគេងដុងលក់ដើម្បីបញ្ជាក់ថានាងមិនមែនជាសពនោះទេនីតាញញឹមសម្លឹងមើលមុខវិធានយ៉ាងរលីងរលំរំភើបក្នុងចិត្តដែលបានគេងចិត្តមនុស្សជាទីស្រឡាញ់របស់នាងបងវិធាន
តានេះបំណងប្រាថ្នារបស់អូនការប្រយុទ្ធមិញខ្លាចជាការប៉ັດហើយមែនទេនីតាឧទានតិចៗម្នាក់ឯងវិធានដែលកំពុងបិទភ្នែកក៏សោចហើយបើកភ្នែកដឹងខ្លួនបំណងប្រាថ្នាអ្វីការប៉ັດអ្វីយប់មិញនេះត្រជាក់ពេកគេងនៅលើសាឡុងមិនកើតក៏ខ្ញុំឡើងមកគេងក្បែរនាងទៅតែអ្នកណាទៅដឹងថានាងរងាញាត់ដូចកូនសត្វនឹង10ភុយយ៉ាងណាក៏មិនបាត់តតែខ្ញុំអោបបានគេងលក់ស្ងប់វិញយ៉ាងណានីតាភ័យផងអៀនផងមុខឡើងក្រហមអស់មិនដឹងថាខ្លួននាងធ្វើអ្វីខ្លះទេកាលពីយប់មិញនេះខ្លួនប្រាណត្រូវគេកេងអោបពេញមួយយប់សំណាងដែរគេមិនបានធ្វើអ្វីលើសពីនឹងកុំអីប្រកាសជាចាប់ជាមិនខានទេម្យ៉ាងអំបញ្ញមិញនេះនិយាយតិចសោះគេក៏ស្ដាប់ឮអស់ទៀតពធយយកមុខទៅទុកនៅណាទេនេះនីតាអើយនីតាស្អាតផ្ទៃមុខនាងធម្មជាតិបែបនេះស្រាលស្រទន់ស្អាតជាងតុបតែងខ្លួនវិធានឆ្លៀតសរសើរនីតាដែលធ្វើឲ្យនាងអៀនឡើងរឹងខ្លួនអស់នាងប្រញាប់ងើបពីគ្រែគេងហើយទៅរៀបចំខ្លួនបន្សល់ទុកឲ្យវិធាននៅសោយតែម្នាក់ឯងនៅតាមដងផ្លូវពោពេញទៅដោយប្រធ្លាក់រលឹមបង្កើតបានជាបរិយាកាសស្រស់ស្រាយប្លែកភ្នែកមួយបែបដែរនីតានិងវិធានកំពុងអង្គុយនៅលើកៅអីបង់គយគន់ទេសភាពទីក្រុងអមដោយដងទន្លេនិងស្ពានដ៏ប្រណិតយ៉ាងម៉េចហ្នឹងមើលទៅនាងដូចជារងាខ្លាំងណាស់នីតាដែលកំពុងអោបដៃផងត្រដោះផងក៏និយាយថាគឺអូនខានមកទីនេះយូរហើយក៏មិនដែលមកចំរដូវរងាបែបនេះទេទៅដូចជាចាញ់រងាមិនទេបងឃើញបែបនេះវិធានក៏ទាញដៃទាំងពីររបស់នីតាយកមកកាន់យ៉ាងម៉េចបានកក់ក្ដៅខ្លះដែរទេខ្ញុំធ្លាប់ឮថាបើរងាតតកម្មដៃមនុស្សផ្ទុយភេទគ្នាអាចជួយឲ្យយើងកក់ក្ដៅបានខ្លះដែរនីតាញញឹមហើយងក់ក្បាលទាំងរំជួលចិត្តនិងភាពស្និទ្ធស្នាលរបស់វិធានដែលបានបង្ហាញមកកាន់នាងតោះនាងឃ្លានឬនៅយើងទៅញ៉ាំអីអូជីមកមិញនេះអូនឃើញមានភោជនីយដ្ឋានអាស៊ីមួយអូនក៏ថាចង់សាកម្ហូបនៅទីនោះម្ដងអូខេតោះយើងវិធាននិងនីតាក្រោបឈរដើរទៅកាន់រថយន្តរបស់គេស្រាប់តែនីតារអិលប្រើដួលភ្លាមតែម្ដងវិធានភ័យណាស់ស្ទុះមកលើកនាងយ៉ាងម៉េចហើយត្រូវត្រង់ណាខ្លះហ្នឹងឈឺខ្លាំងអត់នីតាធ្វើមុខជូរដោយសារតែនាងពិតជាឈឺនិងរបួសនេះពិតមែនជើងរបស់អូនប្រហែលជាក្រិចហើយបងវិធានយកដៃឆ្លីកជើងខាងឆ្វេងរបស់នីតាបានមួយសន្ទុះនាងបានក្រនខ្លះនៅគឺអូនបានក្រនខ្លះហើយមិនអីទេតោះយើងឆាប់ទៅនិយាយរួចនាងក៏ព្យាយាមក្រោបឈរមិនជាប់ប៊ីនឹងដួលម្ដងទៀតស្រាប់តែវិធានទប់ខ្លួនរបស់នាងតន់មាត់រឹងណាស់និយាយបានប៉ុណ្ណេះគេក៏បែកខ្នងហើយលុតជង្គង់របស់គេបងធ្វើអីហ្នឹងគឺអ៊ីវហ្នឹងណាឆាប់តោងមកឬក៏ចង់ដើររអិលដួលបែកមុខបែកមាត់ដ៏ស្រស់ស្អាតរបស់នាងអស់នីតាមិនហ៊ានប្រកែកក៏តោងករបស់វិធានដើម្បីឲ្យគេអ៊ីវនាងរាងកាយដ៏តូចច្រឡឹងត្រូវបានប៉ះសង្កត់លើខ្នងរបស់ស្វាមីធ្វើឲ្យនីតានឹកអៀននិងវិធានជាខ្លាំងនេះនាងអាយុប៉ុន្មានហេតុអ្វីបានជាស្រាលមើលតែក្មេងអាយុ10ឆ្នាំអញ្ចឹងតែផ្ដាស់មិនមែនអូនគីឡូស្រាលទេតែមកពីបងមានធំមើលតែយៈសាហើយវិធានសើចបណ្ដាដើរបណ្ដាមិនឲ្យដើរដូចយ៉ាងម៉េចមើលចុះស្បែកជើងកែងកំរាស់ណាកំរាស់ណីខ្លាចតែមិនស្អាតយើងនេះហេតុអ្វីបងជួយចិត្តរិះគន់ភរិយាខ្លួនឯងម៉េះព្រោះចង់ធ្វើឲ្យនាងខឹងហេតុអីពេលនាងខឹងខ្ញុំមានអារម្មណ៍ថាមុខនាងគួរឲ្យស្រឡាញ់បើគួរឲ្យស្រឡាញ់មិនក៏មិនស្រឡាញ់អូនខ្ជិលស្រឡាញ់ណាព្រោះនាងស្រឡាញ់ខ្ញុំរួចទៅហើយពួកគេបានមកដល់ឡានល្មមគេដាក់នីតាអង្គុយហើយរូបគេជាអ្នកបើកឡានវិញម្ដងឈឺជើងបែបនេះមិនបាច់ចូលភោជនីយដ្ឋាននោះទេ
យើងត្រឡប់ទៅផ្ទះវិញចុះយើងបានអីញ៉ាំទៅកុំបារម្ភចាំខ្ញុំបញ្ចេញស្នាដៃឲ្យនាងសាកម្ដងនិយាយបានប៉ុណ្ណេះពួកគេក៏ចេញដំណើរវិលត្រឡប់ទៅភូមិគ្រឹះវិញពេលវេលាដើរលឿនខ្លាំងណាស់វិលមកកាន់នាពេលរាត្រីនីតាអង្គុយនៅលើគ្រែគេងក្រងរោគវបការឈុតស្បែកស្ដើងបង្ហាញសម្រស់ស្អាតរកអ្វីព្រៀបផ្ទុកបំបានវិធានបានដើរចូលក្នុងបន្ទប់ដោយកាន់ថាអាហារមួយចូលមកញ៉ាំបបរមិនត្រជាក់ខ្លាំងយ៉ាងនេះតតែញ៉ាំអីក្តៅទៅឆ្ងាញ់គេដាក់ថាអាហារនៅលើតុក្បាលគ្រែក្នុងនោះមានបបរគ្រឿងសាច់មាន់មួយចានសម្រាប់ភរិយានីតាលន់មកថាអាយ៉ាបងចេះធ្វើម្ហូបទៀតចាំជាពូកែមែននៅជិតផ្ទះរបស់យើងមានម៉ាតអាស៊ីមួយខ្ញុំក៏ចូលទិញអង្ករសាច់និងគ្រឿងទេសយកមកច្នៃជាបបរគ្រឿងប៉ុន្តែនៅក្នុងស្រុកគេនេះគ្មានគ្រឿងសពមុខដូចស្រុកយើងទេណាខុសទាស់រសជាតិអីកុំថាឲ្យខ្ញុំណានីតាញញឹមរួចក៏ទាញចានបបរដួសមកទទួលទានឆ្ងាញ់ណាស់តើបងចេះធ្វើម្ហូបតាំងពីពេលណាមកនឹងវិធានដកដង្ហើមធំបន្តិចហើយក៏និយាយទាំងមុខស្ងួតថាខ្ញុំចេះធ្វើម្ហូបតាំងតែពីនៅវ័យជំទង់មកម្លេះពេលដែលលោកប៉ាចែកឋានទៅខ្ញុំរស់នៅតែពីរនាក់ម៉ាក់កូនតស៊ូរៀនផងធ្វើការផងមិនដែលប្រកាន់ការងារស្រីប្រុសទេឲ្យតែអ្នកម៉ាក់របស់ខ្ញុំបានរស់នៅសុខស្រួលនីតាញញឹមដើម្បីផ្លាស់ប្ដូរបរិយាកាសនាងដួសបបរមួយស្លាបព្រាមកហេបនឹងបញ្ចុកវិធានខ្ញុំមិនឃ្លានទេនាងញ៉ាំម្នាក់ឯងចុះអត់ទេបងញ៉ាំបន្តិចទៅអត់ញ៉ាំអីសោះអញ្ចឹងប្រយ័ត្នឈឺកាពះណាថាអត់ញ៉ាំទេលីវិធាននីតាហៅឈ្មោះគេចំដើម្បីកុំឲ្យគេប្រកែកនឹងនាងទៀតវិធានឃើញទឹកមុខនីតាមិនស្រួលបែបនេះក៏ហាមាត់ព្រមឲ្យនាងបញ្ចុកបបរដោយបបរមួយចានធំញ៉ាំតែពីរអ្នកប្តីប្រពន្ធញ៉ាំបណ្ដាឆ្លោះគ្នាផងសើចផងបង្កើតបានជាបរិយាកាសដ៏ស្និទ្ធស្នាលរវាងគេទាំងពីរហើយពិតជាត្រជាក់មែនវិធានរអ៊ូងងើនៅលើគ្រែគេងនីតាដែលគេងនៅក្បែរខ្លួនគេក៏ទិញទូរស័ព្ទមកមើលហើយលន់មកថាអាកាសធាតុ2 អង្សាសេបែបនេះតើបានត្រជាក់ខ្លាំងម្ល៉េះបងទោះជាភួយកម្រាស់ណាក៏ដោយក៏មិនអាចធ្វើឲ្យពួកគេទាំងពីរកក់ក្ដៅបានដែរម៉ាស៊ីនកម្ដៅក៏មានបញ្ហាទៀតនីតាក៏នឹកឃើញដំណោះស្រាយមួយរួចក៏និយាយថាអូននឹកឃើញហើយបងយើងសាកយកស្រាមកញ៉ាំបន្តិចមើលដើម្បីបង្កើនកម្ដៅនៅក្នុងខ្លួនខ្លះការអូននៅរៀននៅទីនេះមុននឹងទៅសាលាក៏លួចផឹកស្រាមួយកែវដែរដើម្បីកុំឲ្យចាញ់ងាយរហូតហ្នឹងវិធានសោចនឹងនីតាដែលនិយាយហែកគេខ្លួនឯងតែគំនិតមួយនេះក៏សមហេតុផលម្យ៉ាងដែរគេក៏ប្រញាប់ចុះទៅខាងក្រោមហើយឡើងមកវិញចូលក្នុងបន្ទប់ដោយកាន់ស្រាមួយដបជាមួយនឹងកូនកែវមួយគេដាក់ខ្លួនអង្គុយនៅលើពុកក្បែរនីតាហើយចាក់ស្រាមួយកូនកែវហុចឲ្យនាងញ៉ាំមុនចុះនីតាទទួលកែវស្រាយកមកក្រេបទាំងមុខជូរហួញស្រានេះពិតជាខ្លាំងមែនតែនឡើងឈ្ងុយតែម្ដងបងកុំញ៉ាំច្រើនពេកអីសាកមើលសិនថាញ៉ាំបានប្រមាណកែវទៅក្តៅខ្លួនល្មមនឹងគេងលក់នាងញ៉ាំទៀតអត់នីតាក្រវីក្បាលបដិសេធអត់ទេស្រានេះធំក្លិនខ្លាំងណាស់ខានញ៉ាំយូរដល់ពេលញ៉ាំម្ដងចង់បែកក្អួតមិនទេបងឯងញ៉ាំចុះនិយាយរួចនីតាក្រញែងខ្លួនប្រាស់ខ្លួនគេនៅលើពុកបាត់វិធានចាក់ស្រាមួយកែវយកមកផឹកទាំងដែលខ្លួនមិនសូវចេះផឹកគ្រឿងសង្វឹងប៉ុន្មានទេផឹកបាន5កែវគេក៏មានអារម្មណ៍ថាក្តៅខ្លួនល្មមនិងទ្រាំទ្រជាមួយនឹងអាកាសធាតុដ៏ត្រជាក់មួយនេះគេក៏ប្រាស់ខ្លួនគេងក្បែរភរិយាឥទ្ធិពលនៃសូរ៉ាបានធ្វើទុកពេញខ្លួនរបស់វិធានធ្វើឲ្យគេក្តៅលេឡាទ្រាំពុំបានទៅវិញគេបានដោះអាវចេញហើយគេងរមូលម្នាក់ឯងនីតា
គេនិយាយមកមើលមកមេហៅឈ្មោះភរិយានីតាលើបែបនេះក៏ភ្ញាក់ដឹងខ្លួនហើយងាកមកមើលវិធានដែលគេនលោកននាងពេញក្រេខ្លួនគេក្តៅដូចជាភ្លើងនីតាភ័យស្លន់ស្លោមិនដឹងត្រូវធ្វើយ៉ាងណាមីងក៏រៀបនឹងងើបទៅរកកន្សែងត្រជាក់មកជួបខ្លួនរបស់គេហើយស្រាប់តែវិធានចាប់ដៃនាងជាប់កុំទៅណានីតាអាក់នឹងប្រយោគរបស់ស្វាមីនាងក៏នៅតែអង្អែគេថ្នមដោយក្តីព្រួយបារម្ភមួយសន្ទុះក្រោយមកវិធានក៏ចាប់ដួលនីតានៅលើពុកហើយគេឡើងកេងទ្រោកនៅលើខ្លួនរបស់នាងបងចង់ធ្វើអីនឹងឆាប់លេងអូនភ្លាមទៅនីតានិយាយទឹកផិតភ័យចំពោះអាការៈស្រវឹងធ្ងន់ធ្ងររបស់ស្វាមីវិធានមិនមាត់ទេតែដៃរបស់គេស្រាប់តែលោកមកសោយរោគនីតាឡើងទៅលើអស់នីតាខំរើបំរាស់នឹងគេយ៉ាងណាក៏រើពុំរួចដែរវិធានដោះខោរបស់គេចេញនឹងទាញរោគចេញពីខ្លួនរបស់នីតាអស់រលីងបន្សល់ទុកឲ្យរាងកាយនៅនោលគោករបស់អ្នកទាំងពីរប៉ះក៏កិតគ្នាយ៉ាងស្រាវស្រាវវិធានចាប់ផ្ដើមថើបឈ្មោះពេញមុខនីតាដៃម្ខាងស្ទាបអស់រាងកាយរបស់នាងគ្មានសល់ចន្លោះហើយបន្តបង្អស់ថើបបបោមាត់មកថើបចាប់ពីករហូតដល់ដើមទ្រូងរបស់នាងអារម្មណ៍តណ្ហាបានពុះកញ្ជ្រោលពេញខ្លួនរបស់វិធានដែលនីតាមិនអាចបញ្ឈប់គេបានឡើយទោះនីតាបានខ្វាច់ក្នុងរបស់គេរុញគេចេញយ៉ាងណាក៏រាងកាយរបស់អ្នកទាំងពីរបានរលាយចូលគ្នាប្រកបដោយភាពស្រាប់ស្រាលគ្មានចន្លោះនោះឡើយទីបំផុតភាពបរិសុទ្ធរបស់នីតាត្រូវបានបាត់បង់ដោយស្វាមីរបស់នាងបាត់ទៅហើយពន្លឺព្រះអាទិត្យបានបញ្ចេញរស្មីបំភ្លឺសត្វលោកអាកាសធាតុកក់ក្ដៅខុសគ្នាដាច់ស្រឡះពីម្សិលមិញវិធានចាប់ផ្ដើមភ្ញាក់ដឹងខ្លួនទាំងមានអារម្មណ៍ថានឹងធៀងធំនៅឡើយតែបែរជាមកស្វាងជាមួយរាងកាយនៅនោគោករបស់ខ្លួនទៅវិញហាយប់មិញនេះខ្ញុំធ្វើអីខ្លះគេឧទានតិចម្នាក់ឯងនីតាគេលន់មាត់មិនឃើញនីតានៅក្បែរខ្លួនរបស់គេឡើយប៉ុន្តែនៅកន្លែងនីតាគេស្រាប់តែមានស្នាមឈាមដានយ៉ាងច្បាស់នៅលើកម្រាលពុកពណ៌សវិធានលើកដៃជ្រុងសក់របស់ខ្លួនហើយក៏និយាយថាពធអើយហេតុអ្វីខ្ញុំធ្វើទង្វើដ៏ថោកទាបល្ងីល្ងើបែបនេះគេនឹកក្នុងចិត្តស្រណោះនីតាដែលត្រូវរងគ្រោះដោយការរំលោភបំពានរបស់គេហើយនឹកខ្មាស់នឹងគំនិតរបស់គេដែលតែងគិតថានីតាជាមនុស្សស្រីមិនល្អមានលុយចង់ទិញក្តីស្រឡាញ់ពីមនុស្សប្រុសមួយណាក៏បានប៉ុន្តែការពិតនាងជាមនុស្សស្រីស្មោះត្រង់បរិសុទ្ធព្រហ្មចារីបន្តិចក្រោយមកគេក៏ឮសំឡេងបើកទ្វារចូលមកក្នុងបន្ទប់នីតាគេឧទានឈ្មោះនាងដោយអារម្មណ៍សោកស្ដាយនឹងទង្វើរបស់ខ្លួននីតាដែលស្ថិតនៅក្នុងសម្លៀកបំពាក់រ៉ូបពណ៌ខ្មៅមានកាន់កាបូបយួរដៃប្រៀបដូចជាត្រៀមខ្លួនរួចរាល់នៅក្នុងការចេញដំណើរទៅទីណាមួយនាងនិយាយទាំងមុខស្មើថាបងឆាប់រៀបខ្លួនទៅព្រឹកនេះយើងត្រូវចេញដំណើរទៅវិញហើយវិធានស្ទុះយកកន្សែងមករុំខ្លួនរបស់គេត្រឹមចង្កេះចូលមកក្រោមហើយដើរមកជិតនីតាខ្ញុំពិតជាគ្មានចេតនាទេនាងចង់ជេរចង់ស្ដីថាឲ្យខ្ញុំបែបណាក៏ខ្ញុំយកព្រមដែរបងឆាប់រៀបខ្លួនទៅនីតាបងមិនភ្លេចរឿងការប្រយុទ្ធមិញចោលចុះហើយឈប់រំលឹកទៀតទៅវិធានស្រងាក់ចិត្តព្រោះមិនដឹងថាត្រូវប៉ះបើសងនីតាបែបណាទៅផ្សំនឹងកំហុសខ្លួនដែលបានសាងនោះទេអ្នកមានមនុស្សជាទីស្រឡាញ់រួចហើយការរៀបការនេះគ្រាន់តែមួយរយៈពេលប៉ុណ្ណោះប៉ុន្តែឥឡូវបែរជាមានរឿងសំញាំជំពាក់ជំពិនពិបាកដោះស្រាយទៅវិញសូមប្រិយមិត្តទាំងអស់មេត្តារងចាំស្ដាប់ភាគបន្តឆាប់ៗនេះសូមអរគុណ
។